ជំរាបសួរលោកគ្រូខ្ញុំសួស្តីការអ្នកទស្សនាវីដេអូនេះទាំងអស់គ្នាពួកខ្ញុំមកពីក្លឹបប្រវត្តិដែលមានសមាជិកដូចជាត្រៀមផងថនស្រីមៀតនិងសុខវត្តៃដងសាន់និងមួយទៀតស្រីមីហើយខ្ញុំជួបផលសាមកពីថ្នាក់ 10A ហើយពួកគាត់10ហាលាចូលគ្នាហើយមកពីវិទ្យាល័យព្រះអង្គឌួង MTS កម្មវិធីសាលារៀនចំនួនថ្មីហើយពួកយើងមកនិយាយពីប្រធានបទមួយដែលបាននិយាយថាប្រវត្តិឆ្លងកាត់ទន្លេមេគង្គនៅតំបន់អ្នកលឿងពីទុកចម្លងសាឡាងរហូតដល់ស្លឹកបាសាឬគេហៅថាស្ពានអ្នកលឿងហើយចំណែកនេះវិញគឺជាសភៅដែលពួកយើងបានបោះពុំអំពីស្ពានអ្នកលឿងនិងចង់និយាយអំពីចំណុចតូចៗនៃស្ពានអ្នកលឿងនិងបូករួមទាំងអស់នៃស្ពានអ្នកលឿងដូចគ្នាហើយនេះគឺជារូបរាងដែលពួកយើងបានធ្វើការសាងសង់វាឡើងដែលស្ពានហ្នឹងដំបូងហ្នឹងខ្សែកាបវាមាន40ខ្សែកាបប៉ុន្តែដោយសារស្ពានយើងធ្វើទំហំរាងតូចទៅយើងអាចបន្ថយខ្សែកាបមកដាក់តែត្រឹម4ខ្សែប៉ុន្តែខ្សែកាបវាពិតមែនវា40ខ្សែ160ហើយអានេះ40យើងប្រហែលថាវាជាស្មើនឹង160ខ្សែដូចគ្នាទៅតឹងនៃស្ពានហ្នឹងគឺស្មើ13.5ម៉ែត្រហើយគោលបំណងវាហ្នឹងគឺបង្ហាញពីរបបប្រតិការជីសាឡាងដែលលឿងមកប្រើប្រាស់ស្ពានខ្សែកាបទំនើបវែងជាងគេនៅកម្ពុជាហើយគោលបំណងវាហ្នឹងមានច្រើនទៀតដែលយើងអាចមើលនៅក្នុងនេះបានហើយវាអាចលើកកម្ពស់មោទនភាពជាតិតាមរយៈតាមរយៈសរុបស្គាល់ក្នុងអត្តតាមរយៈហើយនៅបង្ហាញអំពីការសហការប្រតិបត្តិជាមួយនឹងប្រទេសជប៉ុននិងប្រទេសកម្ពុជាដែលប្រទេសជប៉ុននឹងបានផ្ដល់ជាជំនួយនៅក្នុងការសាងសង់ស្ពានអ្នកលឿងហ្នឹងហើយបានជើងមានប្រាក់អំពីកដា500រៀលហ្នឹងគឺមានស្ពានអ្នកលឿងនៅក្នុងហ្នឹងដោយសារតែយើងចង់បង្ហាញអំពីការមិត្តភាពរវាងកម្ពុជានិងជប៉ុនផងដែរហើយនឹងមានភ្នាក់ងារមួយទៀតគឺ JICA ដែលជាភ្នាក់ងារនៅក្នុងការជួយជន់ជែននិងឧបត្ថម្ភទៅដល់ប្រទេសកម្ពុជាដើម្បីសាងសង់នៅស្ពាននេះឡើងតើការពេលប្រទេសប្រព័ន្ធឡើងថាមានផលវិបាកអីទេមានជាអ្វីដែលយើងចង់បន្ថែមទៅលើប្រទេសរបស់យើងបើមិនយើងមានការតាំងពីប៉ុស្តិ៍នៅថ្ងៃក្រោយទៀតអាចនឹងឧទាហរណ៍វាថាតើសម្ភារៈហ្នឹងយើងពិបាករកទេឬក៏ការសង់មួយហ្នឹងវាពិបាកឬក៏ស្រួលយ៉ាងម៉េចដែរសម្ភារៈអត់សូវពិបាករកហ្មងទេលោកគ្រូដោយសារយើងអាចធ្វើអានេះពីឡើងក៏បានដែរយើងអាចកែច្នៃវាទៅសម្ភារៈផ្សេងដែលយើងមាននៅក្នុងសហគមន៍យើងលោកគ្រូបាទហើយទៅបើសិនជាមានការតាំងពិព័រណ៍ STEM នៅថ្ងៃក្រោយតើបងគិតថាអូននឹងតាំងពិព័រណ៍អ្វីបន្ថែមទៀតអាប់ដេតអ្វីបន្ថែមទៀតទៅយើងនឹងលើកយកនៅអំពីប្រវត្តិសាស្ត្រនិងយកអ្វីដែលនៅកំនៅក្នុងដូចចាប់របស់យើងតែយើងក៏កកាយឡើងមកខ្សែជាថ្មីម្ដងទៀតដើម្បីផ្សព្វផ្សាយវាកាន់តែរីកចម្រើនឡើងគឺចង់សួរថាការតាំងពិព័រណ៍នេះលើកទី1របស់បងប្អូនឬក៏ជាលើកទីប្រមាណថ្មីសម្រាប់ពួកយើងដែលលើកទី1ដែលពួកយើងសម្រាប់មកធ្វើការ STEM នឹងលោកគ្រូបាទលោកគ្រូចង់សួរអារម្មណ៍ថាថាវាមានអារម្មណ៍មិនដែរនៅពេលដែលយើងបានចូលរួមតាំងពិព័រណ៍អញ្ចឹងមានអារម្មណ៍ថាសប្បាយចិត្តលោកគ្រូដោយសារពីមុនពួកយើងអត់មានអញ្ចឹងហើយក៏ដែរធ្វើអញ្ចឹងដែរហើយនេះគឺជាស្នាដៃរបស់ពួកយើងទាំងអស់គ្នាហើយពួកយើងបានអភិវឌ្ឍស្នាដៃខ្លួនឯងឲ្យចេញជារូបរាងបានប៉ុណ្នេះក៏ចំណាយពេលយូរដែរហើយពួកយើងខិតខំយកចិត្តទុកដាក់សម្រាប់ធ្វើវាឲ្យចេញជារូបរាងមកបាទលោកគ្រូសូមអរគុណច្រើនលោកគ្រូ